ជួយសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាបាទតណៈពេលតណៈកាលដែលកំពុងតែរាំងឬក៏ពេលដែលយើងប្រាច់ទឹកណាអញ្ចឹងស្រូវនៅវគ្គសំណាបពពួកសត្វល្អិតមួយទៀតដែលវាតែងតែកើតបាទគឺពពួកបាទសត្វល្អិតដែលគេហៅថាពួក trip បាទអញ្ចឹង trip កត្តាបំផ្លាញគឺពេលដែលយើងប្រាច់ទឹកហើយវានឹងចូលមកបាទវាចូលមកគឺជញ្ជក់សារធាតុចិញ្ចឹមធ្វើឲ្យស្រូវរបស់យើងរាងស្ដួចល្មូលបាទនឹងជំហានទី1ដែលវាចាប់ដើមចូលដំបូងបាទជាមើលអាចកេតមើលទៅលើចុងស្លឹករបស់វាណាបងប្អូនណាចុងនៃស្លឹកស្រូវបាទដំបូងឡើយវាទៅតែជញ្ជក់នេះវាលក្ខណៈបែបនេះវារាងស្រួចល្មូលតិចៗចឹងណាបាទដល់ពេលយូរទៅមែនតើទៅវានឹងខ្លោចបែបនេះបាទខ្លោចចុងបែបនេះបាទវាមើលដងដើមវាល្មូលពីនឹងទៅឯងលក្ខណៈបែបហ្នឹងណាបាទលក្ខណៈបែបហ្នឹងអាហ្នឹងជាមួយខ្ញុំវាបាទខ្ញុំវាមើលបងប្អូនអរគ្នានេះតូចខ្មៅលោតនេះបាទនេះបងប្អូននេះហ្នឹងហើយពួកសត្វល្អិតបាទនេះឃើញវាលោតបាទលោតវាហ្នឹងអាហ្នឹងហើយតូចប៉ុណ្ណឹងឯងបាទប៉ុន្តែវាច្រើនបងប្អូនអរគ្នាច្រើនដល់ពេលច្រើនអញ្ចឹងការបំផ្លាញរបស់ស្រូវរបស់យើងវានឹងខូចទៅតាមនោះដែរនេះបងប្អូនគ្នាដូចស្រូវនេះអីអញ្ចឹងបាទវាទឹកដើមចូលហើយបាទវាចាប់ដើមចូលណាហើយអញ្ចឹងដើម្បីសម្រាប់ប្រធានការនឹងការទប់ស្កាត់វាទី1យើងបញ្ចូលទឹកមកសិនមកចូលទឹកកាន់តែជ្រៅកាន់តែល្អបាទដេញវាឡើងលើឬក៏បលិចវាមកនេះទៅក៏វាងាប់មួយចំនួនដែរណាហើយបន្ទាប់ពីបញ្ចូលទឹកហើយយើងមានសារធាតុបាញ់ថ្នាំបាទសម្រាប់ថ្នាំពុលកសិកម្មយើងណាមានពួកអាសេតាមីព្រីតអ៊ីមេដាក្លូហ្វ្រីតអាសេហ្វាតអីនេះបាទអាហ្នឹងសិតតែអំបូរពួកស្លាប់សត្វល្អិតដែរបាទវាមានច្រើនជាងនឹងទៀតបាទគ្រាន់ថាខ្ញុំលើកមក1 2 3ចុះគ្រាន់ថាចង់បង្ហាញជូនបងប្អូនអ្នកនេះហើយការបាញ់កំបាញ់ដដែលណាសារធាតុលើកមុនបាញ់ដល់ពេលមុនបាញ់អាសេតាមីព្រីតអញ្ចឹងទៅក្រោយមកទៀតបើសិនតែវាមិនតាន់អស់ណាយើងអាចយកពួកអ៊ីមីដាក្លូហ្វ្រីតអីមកជំនួសវិញម្ដងមកបាទកុំឲ្យវាស៊ាំថ្នាំណាបងប្អូននេះគោលម្ដងគឺកុំឲ្យវាស៊ាំអញ្ចឹងពេលដែលសត្វល្អិតឬក៏បញ្ហាអីក៏ដោយឲ្យតែវាស៊ាំថ្នាំវានឹងខ្លាំងជាងមុនដោយសារតាវាស្គាល់សារធាតុទាំងអស់ហ្នឹងវាបំលែងខ្លួនបន្ស៊ាំនឹងសារធាតុទាំងអស់នោះអញ្ចឹងវាមានបង្កើតជាអង្គទីកប្រឆាំងវិញអញ្ចឹងសត្វល្អិតយើងកម្ចាត់អត់ងាយកើតទេអត់ងាយបាត់ណាបាទអញ្ចឹងនេះបងប្អូនមើលបន្តិចទៀតបាទអញ្ចឹងការបំផ្លាញរបស់វាបែបហ្នឹងបាទបែបហ្នឹងចាប់ដើមស្ដួយឯស្លឹកបាទបាទវានៅក្នុងលមូលវារស់នៅក្នុងលមូលហ្នឹងនេះបាទនេះវាអញ្ចឹងប៉ុណ្ណឹងបាទហ្នឹងហើយបងប្អូនអ្នកគ្នាខ្ញុំមានប៉ុណ្ណេះគ្រាន់ចែកម្លែក